រឿងនិទានសត្វនាគភាគចាស់នៃភ្នំគោកលើនៅសម័យព្រេងកាលមានភូមិមួយឈ្មោះថាភូមិគោកលើដែលស្ថិតនៅជិតភ្នំធំមួយដែលពោរពេញទៅដោយព្រៃឈើដ៏ស្រស់ស្អាតប្រជាជននៅទីនោះគោរពដល់អាទិទេពនិងជឿជាក់ថាក្នុងភ្នំនោះមាននាគអង្គធំអង្គតូចរស់នៅជាមេរបស់ធម្មជាតិកាលនោះកុមារម្នាក់ឈ្មោះសេងជាក្មេងស្រាលចិត្តរស់នៅជាមួយយាយមួយថ្ងៃគេបានចូលព្រៃដើម្បីស្វែងរកឫស្សីសម្រាប់ជួយយាយធ្វើផ្ទះក្នុងព្រៃជិតជ្រោះភ្នំគេបានឮសំឡេងដូចសត្វធំដើររញ្ជួយដីគេជិតរត់ភ័យប៉ុន្តែភាពចងចាំរឿងនាគក្នុងរឿងព្រេងធ្វើឲ្យគេចង់ស្វែងយល់បន្តមិនខានទេក្រោយការរុករកសេងបានជួបសត្វធំមួយមានខ្លួនយក្សស្បែកគ្រឿងខ្នងដូចមានកាំភ្លើងបាញ់ថ្ងៃវាមានភ្នែកធំនិងស្រស់ប្រកបដោយភ្លឺភីកនាគនោះស្ងៀមនិងនិយាយដោយអារម្មណ៍ត្រជាក់ថាកូនមកកន្លែងនេះមិនមែនចៃដន្យឲ្យទេព្រោះបុព្វកាលរបស់ខ្ញុំទាន់មិនបញ្ចប់ទេសេងបានរៀនពីវាថាវាជាសត្វដីឡូសារម្យ៉ាងដែលនៅរស់ស្លូតបូតក្នុងភ្នំនេះជាង1លានឆ្នាំបន្ទាប់ពីមិត្តរួមជីវិតរបស់វាបានផុតពូជដោយភ្លៀងភ្នំភ្លើងនិងទឹកជំនន់វាបានផ្ដល់ចំណេះដឹងអំពីធម្មជាតិសមត្ថភាពក្នុងការរស់រានមានជីវិតនៃសត្វបុរាណនិងការស្រឡាញ់សន្តិភាពសេងក៏បាននាំចំណេះដឹងនោះទៅបង្រៀនអ្នកភូមិនោះក៏បានក្លាយជាកន្លែងគំរូក្នុងការរក្សាបរិស្ថាននិងបន្តប្រវត្តិសាស្ត្រតាមរយៈរឿងនិទានពីសត្វដីឡូសារម្យ៉ាងនេះ